យល់មែនឬក៏ធ្វើពុតដាក់ខ្ញុំលោកត្រូវដឹងឲ្យច្បាស់ខ្ញុំទទួលថាមនុស្សឡប់គឺគ្រប់គ្រាន់ណាស់ទៅហើយហេតុអីក៏ត្រូវធ្វើល្ងងទីនេះនិយាយទៅពីដើមមកបញ្ហាថាត្រង់នេះមិនមែនធ្វើល្ងងតែល្ងងដល់ថ្នាក់ខ្ញុំមិនហ៊ានជឿតួនេះហាងលោកកុំហួសហេតុពេកខ្ញុំនិយាយខុសហើយដោយសារតែនាងល្ងងទៅយកគំនូខ្លាំងៗមកបោកប្រាស់ខ្ញុំហើយដោយសារតែនាងល្ងងទៅបកគលគំនូដល់អ្នកដែលគ្មានប្រវត្តិជាក់លាក់ហើយនាងជឿសម្ដីលោកវ៉ាំងថាគេព្រមសហការមកធ្វើភូមិវិស្វកម្មជាមួយនឹងយើងលោកថាម៉េចហ្នឹងបើអញ្ចឹងគេចង់ធ្វើអីទៅកុំធ្វើច្រើនពេកបន្តិចទៀតពេលប្រជុំនាងគ្រាន់តែងក់ក្បាលឯកភាពនឹងសម្ដីខ្ញុំទៅបានហើយនាងទិញមិនព្រោះតែរឿងនេះប៉ុណ្ណឹងនាងបរាជ័យទេហ៎សុំស្វាគមន៍កាន់គូហានសួស្ដីលោកវ៉ាណាជាមួយនឹងនាងទិញនៅមក3សូមផ្ដល់ដំណឹងផងចាសូមចាំមកភ្លេង Hello លោកវ៉ាងបាននាងទិញបានអរគុណសូមពលលោកចេញមកតាមខ្ញុំលឺថាយប់នេះមានមនុស្សល្ងងម្នាក់ដែលផឹកស្រាសវឹងធ្វើឲ្យនាងគេគ្រប់គ្រាន់កម្រាប់អីចាំខ្ញុំជួយវាយគេអើយប់នេះចង់ញ៉ាំអីខ្ញុំជួយខានាងអ៊ីអត់ចូលរួមអង្គប្រជុំនៅថ្ងៃនេះទេនាងអ៊ីមិនស្រួលខ្លួនមិនអាចមកប្រជុំទេប៉ុន្តែគ្មានការចាំបាច់មកចូលរួមទេពីព្រោះថ្ងៃនេះអញ្ជើញលោកវ៉ាងមកគ្រាន់តែចង់ប្រាប់លោកមួយម៉ាត់ថាកិនគូហានយើងសម្រាប់ចិត្តផ្អាកផែនការភូមិវិស្វកម្មមាននេះថាម៉េចអាលអត់អីនេះបោកប្រាយើងចាំលើកចាំសារហើយសូមលោកស្ងប់ចិត្តបន្តិចពួកខ្ញុំសម្រាប់ចិត្តអញ្ចឹងគឺមានមូលហេតុកិនគូហានពិភាក្សាជំនួយអត់សច្ចធម៌របៀបនេះហីបើលេចទៅក្រៅនោះប្រហែលជាមិនព្រោះស្លាប់ទេពួកលោកគ្មានសិននិយាយពីសច្ចធម៌ជាមួយខ្ញុំទេពីដើមដល់ចុងផែនការភូមិវិស្វកម្មនេះគ្រាន់តែជាលេសប៉ុណ្ណោះអ្វីដែលលោកចង់បានគឺកំណត់ក្នុងដីរបស់កិនគូហានស្មានតែខ្ញុំមិនដឹងទេពួកលោកដូចជាគិតងាយពេកហើយយ៉ាងម៉េចខ្ញុំនិយាយទៅមែនទេលោកវ៉ាងលោកមើលងាយសមត្ថភាពកិនគូហានក៏មើលងាយសមត្ថភាពខ្ញុំដែរលោកវ៉ាងបើកុំតែមានជំនួយការជួយមើលការឲ្យខ្ញុំប្រហែលជាខ្ញុំក៏ចាញ់បោកដែរកំណត់ខ្មោចយកស្អីខ្ញុំនឹងទៅពួកនាងនិយាយស្អីទេបានអញ្ចឹងលោកសួរលេខាលោកទៅមើលប្រហែលជាគេអាចបកស្រាយច្បាស់ជាងខ្ញុំនេះគឺឯកសារសម្ភារៈនោះតើយកមកធ្វើស្អីដែរលើកទួនមើលទៅលើកយកច្រឡំធំហើយម៉ាស៊ីនទីនេះខ្ញុំយកមកគេចង់កុហកខ្ញុំទាំងថ្ងៃអញ្ចឹងក៏បានប៉ុន្តែខ្ញុំគ្មានចំណុចចិត្តចង់ស្លាប់ទេនិយាយខ្លីថ្ងៃនេះការសហការរបស់ពួកយើងបញ្ចប់ត្រឹមនេះចុះហើយចំពោះរឿងប្រាប់ដែលលោកវ៉ាងជួយបងឲ្យលោកល្អនោះខ្ញុំនឹងបើកឆែកឲ្យបន្តខ្ញុំនឹងសងពួកលោកវិញភ្លាមជប់សិនពួកលោកមិនថត់ដឹងច្បាស់ថាតាក់ទងជាមួយនឹងនរណាទេគ្រាន់តែរូបថតពី3សន្លឹកនឹងបយរុំទៅពី3សរសៃមកចង់ក្រងសក់ក្រងម្នាក់អ្នកទាំងពីរថានៅក្រោមដីមានកំណប់អញ្ចឹងតើជាកំណប់ស្អីទៅកប់នៅកន្លែងណាតម្លៃគឺប្រមាណអ្នកទាំងពីរអាចនិយាយបានទេខ្ញុំមិនដឹងច្រើនអំឡុងទេគ្រាន់តែដឹងថាដីនោះជាកម្មសិទ្ធិរបស់កិនគូហានឲ្យតែយើងរកដល់មាត់ចន់រកទៅតាមសម្រួលគង់តែមានថ្ងៃរកឃើញទេលើកទួនណាលើកដូចជាផ្លេចថាដីនេះធំប៉ុណ្ណាហើយហ៎113ហិកតា
លោកចង់ប្រើសម្ភារៈអីទេវិធីសាស្ត្រទ្រង់ទ្រាយបែបណាដើម្បីទៅជីកកាយយកកំណប់នេះចេញមកនៅនេះទីងប្រហែលជាជីកកំណប់មិនតាន់បានផងលុយក៏ត្រូវចេះអស់ទៅហើយការពិតពីមុនលោកស៊ុនបានដឹងថានៅក្នុងដីកំណប់នៅបាត់ទៅហើយប៉ុន្តែគួរឲ្យស្ដាយគាត់ដឹងតែដឹងមិនច្បាស់សម័យរាជនិយមឆ្នាំ87គាត់ធ្លាប់ចំណាយថវិកាមួយកោណធ្វើការជីកដ៏អាថ៌កំបាំងបំផុតប៉ុន្តែបែរជាគ្មានលទ្ធផលអីតទៅសោះនៅនឹងទីតែរឿងនេះគេនឹងដឹងទីសំបីតែគាត់ក៏ជីកមិនបានហេតុអីក៏លោកមានសង្ឃឹមម្ល៉េះនៅនឹងទីមើលតែពួកនេះមើលងាយសមត្ថភាពរបស់លោកបានពេកហើយលោកបានគាត់មកពីជេសិននៅនឹងទីចំពោះកំណប់នោះខ្ញុំតាមដានច្រើនឆ្នាំហើយបើខ្ញុំគ្មានសង្ឃឹម 100% ទេគឺខ្ញុំមិនចាត់ការឡើយដូច្នេះហើយនាងចង់និយាយពាក្យមួយម៉ាត់ឲ្យខ្ញុំបញ្ឈប់ខ្ញុំអាចឲ្យពាក្យមួយម៉ាត់ទៅវិញគឺទៅមិនរួចទេនៅនេះទីខ្ញុំត្រូវតែនិយាយមួយម៉ាត់ថានៅនេះមិនចេះព្រមសោះបើសិនជានេះនិយាយជាមួយលោកបានស្រួលបួលនោះទោះជាគាត់ចែកស្មើក៏ដោយក៏តម្លៃនឹងគ្រប់គ្រាន់ឲ្យនៅនាងទិញយកកិនអាហារទៅមូលបានដែរហេតុអីចាំបាច់ធ្វើរឿងនេះប្រឆាំងដល់ម្ល៉េះអីហើយខ្ញុំយល់ថាយ៉ាងម៉េចរកឃើញខ្សែរយៈហើយនៅសម័យរាជនិយមឆ្នាំ1987ក្រុមហ៊ុនពិតជាមានការចំណាយមិនច្បាស់លាស់មែនមកយ៉ាងទៀតប្រាក់ទាំងនោះបូកចូលគ្នាគឺលើសពី2កោតទៀតណែហេតុអីក៏ខ្ញុំមិនដឹងរឿងដែលលោកស៊ុនមិនឲ្យនាងដឹងគឺមានច្រើនណាស់នាងស្មានតែគាត់ទុកនាងជាសង្សារសំណប់ចិននិយាយប្រាប់រឿងរ៉ាវគ្រប់ទាំងអស់មែនទេមិនចេះភ្ញាក់រលឹកតទៅសោះត្រូវហើយខ្ញុំអត់ឆ្លៀវໄວដូចជាលោកទេនៅសុកក៏ធ្វើឲ្យលោកវាងខឹងមើលទៅលោកប្រកាសជាមានសង្ឃឹមក្នុងចិត្តហើយយ៉ាងម៉េចចង់ឲ្យក្រុមហ៊ុនខ្ជាប់មួយកោតទៀតឲ្យលោកមកជីងដៅអីនាងជួយណាត់លេខាលោកវាងឲ្យចេញមកថ្ងៃស្អែកជួបគ្នាខ្ញុំឲ្យគេជួយអញ្ជើញលោកវាងឡើងតុកសាជាថ្មីដើម្បីចរចាគ្នាទៀតហេតុអីគេទៅស្ដាប់តាមលោកប្រហែលជាគេមិនស្ដាប់តាមខ្ញុំទេប៉ុន្តែមើលទៅគេមិនអាចបដិសេធជាមួយនឹងនាងអ៊ីដែរគ្នានេះមានន័យថាម៉េចចម្លែកមែនតែនាងជាមកនោះមានអីល្អទៅហេតុអីក៏ប្រុសគ្រប់រូបស្ដាប់តាមគេអញ្ចឹងប៉ានិយាយមិនខុសទេម្នាក់អ្នកឆ្លៀវវៃឲ្យក្អេងក្អាំងតែងតែងាយចាញ់បោកគេទូនឹងហៅគឺជាទីហោស្រាប់មិញឮថានាងមិនសូវស្រួលខ្លួនឯងបារម្ភមែនទេលោកប៉ាទឹកចិត្តចាខ្ញុំអាចមានកំហុសដូចគ្នាដល់ទៅ2ដងទេការពិតមិញខ្ញុំគ្រាន់តែធ្វើដូចជាយកចិត្តទុកដាក់ប៉ុណ្ណោះខ្ញុំយល់ថាមុទ្ធីធ្វើពុតជាឈឺអវត្តមានគឺដើម្បីកុំឲ្យជប់គ្នាប៉ាគិតចឹងដែរតែការងារគឺផ្សេងយើងគួរតែប្រាប់គេពីការវិវត្តផ្នែកបច្ចុប្បន្ននេះសិនកុំឲ្យគេធ្វើអីមិនតាន់ហើយបែកការនោះបាទខ្ញុំដឹងហើយខ្ញុំតាក់ទងគេអឡូនៅនឹងទីរកខ្ញុំហ៎លោកនេះហ៊ានសួរខ្ញុំទីតែនៅក្នុងដីនោះមានកំណប់អីមិនក៏លោកប្រាប់ខ្ញុំចង់ទិញអីប្រាប់ខ្ញុំទៅបានហើយម៉ាក់នឹងទេទិញអីឈីព្រោះតែរកកំណូននោះឲ្យកូនចៅដែររកម៉ាក់គ្រប់កន្លែងព្រោះតែចេញមកទិញអីវ៉ាន់ប៉ុណ្ណឹងសំទេព្រោះរបស់នេះកូនចូលចិត្តជាងគេប៉ុណ្ណឹងនៅកូនសោះម៉ាក់ចិញ្ចៀននេះម៉ាក់មិនដែលដោះចោលសោះពាក់ក៏អត់ទៅតល់ដែរដោះធ្វើអីប៉ុន្តែ